បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Facebook Page ក៏ដូចជា YouTube Channel នេះបាទបងប្អូននេះចម្លែកខុសពីថ្ងៃមុនបងប្អូននេះមានកបិតបងប្អូនមានកបិតកំពុងតដើរលេងកបិតហើយតដើរទៅកាប់អីបងប្អូនឡូវដើម្បីឲ្យអស់ចម្ងល់សូមបងប្អូនតាមខ្ញុំទាំងអស់គ្នាបងប្អូនដល់តាមក្រោយបងប្អូនទៅមើលតើខ្ញុំលេងកបិតធ្វើអីបងប្អូនលេងកបិតស្អាតម្ល៉េះទៅកាប់អីកាប់ជ័យឬកាប់អីរឿងនេះហើយវាក៏ចម្លែកម្ល៉េះបេះស្វាយក៏ដូចមិនដំណងដែរបងប្អូនបាទឬក៏យកឃុំហ្នឹងអីឬក៏យកឃុំទៅបងប្អូនមកតាមសិនមកថាខ្ញុំទៅយកឃុំឬខ្ញុំទៅធ្វើអីបងប្អូនបាទតិចចិត្តដឹងបងប្អូននេះបងប្អូនចំការស្វាយបងប្អូនបាទចំការស្វាយឥឡូវយើងដើរកវលមកស្អីចឹងនោះឃើញអូបងប្អូនអើយខ្ញុំទៅបេះស្វាយបងប្អូនបាទគឺទៅបេះស្វាយទៅបងប្អូនប៉ុន្តែក្នុងស្វាយនេះហេតុថាបងប្អូនមើលដោយសារស្វាយវាផ្លែធំខុសពីស្វាយធម្មតាបងប្អូនហើយនៅស្រុកខ្មែរយើងទេមិននៅស្រុកណាទេស្រុកខ្មែរយើងទេផ្លែវា1 គីឡូជាងក៏មានដែរបងប្អូន1 គីឡូជាងក៏មានដែរផ្លែធំធំណាអានេះទូចល្មមបងប្អូនខ្ញុំថានេះតូចទេដល់ខ្ញុំបេះបានមួយហើយផ្លែនេះស្វាយនេះមិនដឹងគេហៅស្វាយអីទេបងប្អូនខ្ញុំអត់ទៅជាស្គាល់ដែរអ្នកខ្លះគេហៅស្វាយថៃអ្នកខ្លះហៅស្វាយជូរស្វាយផ្អែមអញ្ចឹងណាហើយខ្ញុំផ្ទាល់គឺអត់ស្គាល់តែស្វាយនឹងឈ្មោះស្វាយដែរទេវាសារតែហូបទៅវាផ្អែមហើយខ្ញុំចេះតែហៅស្វាយផ្អែមទៅហើយស្វាយណាជូរយើងហៅស្វាយជូរតែចាក់ស្ដែងគឺស្វាយនេះគឺធំហើយផ្អែមរបស់គេមែនបងប្អូនប៉ុន្តែខ្ញុំបានភ្លក់តែនៅចាស់ហើយខ្ចីទេបងប្អូនប៉ុន្តែអាទុំអត់បានភ្លក់អីឥឡូវនេះរកបងប្អូនមើលអាពីរនេះប៉ុណ្ណានៃបងប្អូននេះមិនពីមួយបងប្អូនប៉ុណ្អាមួយនេះចូលកន្លះគីឡូបងប្អូនមួយនេះចូលកន្លះគីឡូធំណាស់បងប្អូននេះនៅចំការក្រោយផ្ទះបងប្អូនចេះឆ្ងាយពីផ្ទះដែរបងប្អូនតែចំការនេះចំការពូនៅក្បែរផ្ទះហ្នឹងបងប្អូនគាត់ឲ្យបេះស្វាយយកហូបអញ្ចឹងណាអានេះគាត់ខ្ញុំកំពុងតែឲ្យឆ្កឹះស្គីលរោវិធីសាស្ត្របេះអាពីរនោះឲ្យបានប៉ុន្តែអត់បានទេបងប្អូនវាខ្ពស់ពេកវាចង់ឡើងប៉ុន្តែខ្លាចធ្លាក់เราកំពុងតែស្រីស្រោមិនបេះអាពីរនេះឲ្យបានបងប្អូនអាពីរនេះធំដែរបងប្អូនឃើញទេឃើញតូចបងប្អូនប្រចាំស្ដែងវាធំបងប្អូនហើយមានខ្វាយខ្លះពងក្តាប់ទៅមិនច្រើនណាហើយនេះបងប្អូនខ្ញុំកំពុងតែដើរប្រាប់ឋានៈធំមុំបេះណាធំមិនតាន់តូចមិនតាន់មុំបេះអញ្ចឹងណាខ្ញុំដើរមើលតាមគាត់អូនេះធំហ្នឹងនេះវាមុំបេះបងប្អូនចិត្តមួយសឹកផាច់អើយយោយបានមកហើយបងប្អូននេះអាមួយនេះចូលកន្លះគីឡូជាងដែរបងប្អូនចូលកន្លះគីឡូជាងដែរធំដែរនេះដល់កំពុងតែដើរទៀតបងប្អូនដើរទៅរោទៀតស្វាយនេះស្វាយច្រើនបងប្អូនមិនតិចទេស្វាយនេះច្រើនដើមតាមទូចទេបងប្អូនឃើញដើមតូចទេប៉ុន្តែផ្លែធំណាផ្លែវាប៉ុណ្ណាដែរអានេះដូចជាមិនតាន់មុំហូបទេវាតូចពេកបាទតូចពេកបងប្អូនតូចពេកឥឡូវយើងកំពុងតែយ៉ាបេះបាន2បងប្អូនបេះបាន2ទៀតណានេះមានកបិតផងមានកសែងផងអីផងតុបតែងខ្លួនធ្វើអ្នកចំការម្ដងមើលបងប្អូនព្រោះខ្ញុំអ្នកចំការហ្នឹងឯងបើតុបតែងខ្លួនបែបអ្នកមិនមែនចំការវាមិនត្រូវឥឡូវនេះបានអានេះមួយល្មមហូបបងប្អូននេះល្មមហូបឥឡូវយើងកំពុងតែស្រីស្រង់វិចប្រឡងកាយបន្លាយវាយកវាទៅទុកមកកន្លែងសិនបងប្អូនហើយបន្ទាប់ពីយកទៅទុកវាមកកន្លែងហើយយើងដើររកបេះបន្ថែមទៀតអាយ៉ានេះធំបងប្អូននេះ1 កន្លះគីឡូជាងចិត្ត1 គីឡូធំមែនតើមួយនេះបែបបាននេះមួយទៀតបងប្អូនឥឡូវខ្ញុំដាក់មកកន្លែងសិនយោច្រើនណាស់រកកន្លែងដាក់ផងដាក់រកកន្លែងដាក់ឆ្ងាយទៀតណាកន្លែងដាក់ហ្នឹងបាទនឹងយកបេមកមួយដែរបងប្អូនយកបេមកមួយដែរស្រុកខ្លះហៅការ៉ុងស្រុកខ្លះហៅបេបាទនេះដាក់ទៅរៀបគ្នាមកកន្លែងដើម្បីឲ្យស្អាតដើម្បីថតទៅឃើញស្អាតបងប្អូនបាន3សិនហើយបាន3ហើយនៅកន្លែងផ្សេងខ្ញុំបេះបានប្រហែលទៀតមិញហ្នឹងចូលជិត10ស្វាយបងប្អូនបានច្រើនដែរ4ហើយមួយទៀតមកដាក់ទៅរៀបឲ្យស្អាតដើម្បីថត7ណា5 6បងប្អូនច្រឡំ7ថតប្លឹសបងប្អូននេះបងប្អូនពងសាមើលឲ្យប្លុកពងដែរស្រីកាមេរ៉ាទៅរកតាណាគួរតែថតទៀតគួរតែបេះទៀតប្លុកពងដើរទៅរកមកដល់ខាងក្រៅនេះដូចគួរតែមានផ្លែច្រើនហើយស្វាយនេះគឺបេះឲ្យមួយសាបងប្អូនបេះឲ្យមួយសា2សាប៉ុន្តែនៅតែមានផ្លែចឹងបងប្អូនផ្លែវាមករហូតច្រើនផ្លែវាច្រើនហើយដោយសារតែផ្លូវវាឆ្ងាយពេកមុំទៅបានយើងចេញពីចកាទៅដល់ផ្លូវធំហ្នឹងគឺផ្លូវឆ្ងាយបងប្អូនហើយផ្លូវពិបាកទៀតអញ្ចឹងយើងបេះទៅច្រើនក៏ពិបាកក្នុងការដឹកចេញដែរតំណាំតំណក្នុងចំការមកខ្លះបងប្អូនមានដូងចេកមានខ្នោមានហៅថាម៉ាក់ប្រេងម៉ាក់ប្រាំងមានផ្លែ
គេផ្លែភ្ញៀវក៏មានចិត្តពាំងអាស័យក៏មានបងប្អូនមានអត់ខ្វះប៉ុន្តែអ្វីដែលពិបាកគឺយើងពិបាកក្នុងការដឹកចេញពីចំការដើម្បីទៅផ្លូវលើវិញដោយសារផ្លូវវារឿងពិបាកអញ្ចឹងបងប្អូនខេត្តនេះវាអត់ភ្លៀងទេប៉ុន្តែវាសម្បត្តិដោយខ្សាច់ហើយយើងអត់សូវចេះជិះម៉ូតូអីហងឲ្យឡានបើកចូលរួចទេបងប្អូនយើងបើកបានតែម៉ូតូរ៉ែហ្នឹងឯងឥឡូវនេះកំពុងទៅដើរពិនិត្យមើលកូនស្វាយថាស្វាយនេះល្មមបេះទៀតអត់ខែក្រោយបើល្មមបេះខែក្រោយមកបេះទៀតបងប្អូនពងស្រឡឹងមើលសិនវាដូចជាចង់អស់អាផ្លែធំហើយវានៅផ្លែតូចនេះបងប្អូនយើងកំពុងតែឡើងទៅបែបធំមួយបងប្អូនហើយនេះយើងកំពុងតែរៀបចំរាប់អីយ៉ាងស្អាតមួយបងទិញស្វាយបងទិញអាមួយនេះធំជាងគេបងនេះមួយ2គីឡូកន្លះថា2គីឡូប៉ុន្តែក៏ខកឲ្យ2ហ្នឹង1គីឡូបាទស្វាយនេះគឺជាស្វាយដែលខ្ញុំអត់ស្គាល់ឈ្មោះទេបងប្អូនដែលស្គាល់ឈ្មោះស្វាយនេះសូមខមមិនប្រាប់មួយផងដើម្បីបានដឹងទាំងអស់គ្នាបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះស្វាយនេះទេដើមវាទៀបទេប៉ុន្តែផ្លែវាធំហើយផ្អែមបងប្អូនផ្អែម2 1គីឡូ3 1គីឡូ1គីឡូក៏មានដែរបងប្អូនស្វាយនេះផ្លែធំមែនតើហើយនេះបងប្អូនកំពុងតែរៀបចំដាក់ក្នុងការុងឬក៏ក្នុងបេដើម្បីយើងចង់ដឹកទៅក្រៅវិញបងប្អូននេះយើងលីយើងអីទៅក្រៅវិញអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងបងប្អូនគឺវីដេអូកំសាន្តក្នុងចំការក្នុងការធ្វើដំណើរទៅបេះផ្លែស្វាយហើយស្វាយបានប្រហែលជាចូល10ផ្លែដែរបងប្អូនដើម្បីយកមកចែកដល់បងប្អូនយើងនៅអ្នកសុកលើនេះបងប្អូនជួយមកចែកគ្នានេះបងប្អូនបានប្រហែលជា10ស្វាយចែកគ្នាបានម្នាក់1ម្នាក់2ហ្នឹងឯងប៉ុន្តែឆ្ងាញ់អញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនសូមអរគុណសូមជម្រាបលារកមកឆ្កងសូមមេត្តាខន្តីនឹងអភ័យទោសសូមអរគុណសូមជម្រាបលា